សួស្តីសិស្សដែលចូលចិត្តសិក្សាភាសាចិនឬក៏សួស្តីទៅកាន់សិស្សដែលមានបំណងចង់សិក្សាភាសាចិនប៉ុន្តែសិស្សដែលអត់មានថវិកានៅក្នុងការសិក្សាភាសាចិនអ្នកទាំងអស់គ្នាអាចតាមដាននិងសិក្សាដោយខ្លួនឯងបានតាមរយៈវីដេអូដែលលោកsưបានផុសនៅក្នុង Channel YouTube ឬក៏តាមរយៈ TikTok ឬក៏តាមរយៈ Facebook អញ្ចឹងបើសិនជាសិស្សទាំងអស់ចង់បានវីដេអូពេញអ្នកទាំងអស់គ្នាអាចទៅមើលនិងសិក្សាភាសាចិនចាប់ផ្ដើមពីមូលដ្ឋានគ្រឹះទៅតាមរយៈ Channel YouTube របស់លោកsưបានអញ្ចឹងភាសាចិននេះគឺលោកsưផុសនៅក្នុងវីដេអូChannel YouTube របស់លោកsưហ្នឹងសម្រាប់អ្នកដែលសិក្សាភាសាចិនថ្មីអត់ដែលរៀនពីមុនសោះឬក៏អ្នកដែលធ្លាប់រៀនពីមុនហើយប៉ុន្តែគាត់ភ្លេចអស់ហើយអញ្ចឹងគាត់ចង់សិក្សាភាសាចិនចាប់ផ្ដើមពីដំបូងមកវិញអ្នកទាំងអស់គ្នាអាចតាមដានតាមរយៈ Channel YouTube របស់លោកsưចាប់ពីវីដេអូដំបូងមកវិញគឺលោកsưនឹងផុសចាប់ពីមូលដ្ឋានគ្រឹះទៅនិយាយទៅគឺចាប់ពីដំបូងទៅដោយអ្នកទាំងអស់គ្នាទៅរៀននៅសាលាផ្ទាល់អញ្ចឹងគេចាប់ផ្ដើមបរៀនមូលដ្ឋានគ្រឹះពីចំណុចណាទៅរហូតទីទៅអញ្ចឹងអ្នកទាំងអស់គ្នាតាមដានរយៈ Channel YouTube របស់sưហ្នឹងក៏អ្នកទាំងអស់គ្នាអាចរៀនតាមរយៈហ្នឹងបានដែរគ្រាន់តែនៅពេលដែលអ្នកទាំងអស់គ្នាមានចម្ងល់អីសួរអ្នកទាំងអស់គ្នាអាចសួរបានភ្លាមទេអញ្ចឹងបើសិនជាក្នុងករណីដែលអ្នកគ្នាមានចម្ងល់សួរអ្នកគ្នាអាចសួរតាមរយៈ comment នៅខាងក្រោមដែលsưអាចតបអ្នកទាំងអស់គ្នាឬក៏អ្នកទាំងអស់គ្នាអាចឆាតមក Telegram របស់លោកsưបានដែលsưនឹងតបអ្នកទាំងអស់គ្នាដូចគ្នាណាអញ្ចឹងអ្នកដែលមិនធ្លាប់សិក្សាភាសាចិនសោះអ្នកទាំងអស់គ្នាប្រកាសជាមិនដឹងថាតើសិក្សាភាសាចិនសិក្សាពីកម្រិតដំបូងហ្នឹងតើគេនឹងចាប់ផ្ដើមពីណាទៅណាទេអញ្ចឹងនៅក្នុងវីដេអូទី1នេះលោកsưនឹងចង់ណែនាំអ្នកទាំងអស់គ្នាអំពីការសិក្សាភាសាចិនមូលដ្ឋានគ្រឹះហ្នឹងតើចាប់ផ្ដើមពីចំណុចណាទៅឲ្យអ្នកទាំងអស់គ្នាបានយល់សិនមុននឹងយើងឈានចូលទៅដល់មេរៀនចឹងសិក្សាភាសាចិនមូលដ្ឋានគ្រឹះភាសាចិនអ្នកទាំងអស់គ្នាត្រូវសិក្សាចំនួន4ចំណុចធំមុនអ្នកទាំងអស់គ្នាឈានចូលទៅដល់សៀវភៅពេលអ្នកគ្នាចប់អានឹងហើយអ្នកគ្នាចូលទៅសៀវភៅបានហើយចឹង4ចំណុចធំហ្នឹងយើងចាប់ទុកវាជាមូលដ្ឋានគ្រឹះចឹងចំណុចទី1គឺអ្នកទាំងអស់គ្នាត្រូវតែសិក្សា Pinyin ដែលយើងបកប្រែខ្មែរថាស៊ីងភាសាចិនហើយនៅក្នុង Pinyin នោះក៏យើងមានបែងចែកចំនួន4ទៀតដែរប៉ុន្តែខ្ញុំសូមបញ្យល់ចំណុចធំទាំង4នឹងសិនពាក់ព័ន្ធជាមួយនឹង Pinyin អ្នកនរគ្នាត្រូវសិក្សាអំពីអី Pinyin គឺអ្នកនរគ្នាត្រូវតែសិក្សាអំពីព្យញ្ជនៈស្រៈផ្សំនិងស្រៈពេញតួចឹងអ្នកនរគ្នាអាចមើលមកខាងក្រោមនេះបានដែលខ្ញុំលម្អិតទៅលើចំណុចទី1ដែលពាក់ព័ន្ធជាមួយនឹង Pinyin ចឹងចំណុចទី1នោះអ្នកនរគ្នាត្រូវសិក្សាអំពីអី Pinyin ថាអត់នៅក្នុង Pinyin គឺមានបែងចែកជា4មានន័យថានៅក្នុងចំណុចទី1នេះគឺជាតួអង្គសំខាន់ខ្លាំងមែនទែនដើម្បីឈានទៅដល់ការប្រកបការអានពាក្យបានអ្នកនរគ្នាអាចរៀន Pinyin នឹងចប់អ្នកនរគ្នាអាចអានអក្សរចិនបានតែអានបាននៅក្នុងករណីដែលអក្សរចិនហ្នឹងមាន Pinyin ឬក៏យើងហៅថាស៊ីងភាសាចិននៅខាងលើអក្សរចិនហ្នឹងទើបយើងអាចអានបានតែបើអត់មានទេក៏អត់អាចអានបានដែរតែវានឹងមាននៅក្នុងករណីដែលអ្នកទាំងអស់គ្នាជាសិស្សដែលរៀនពីមូលដ្ឋានគ្រឹះទៅអ្នកទាំងអស់គ្នាអាចវាយទៅលើពាក្យណាដែលគេដាក់ Pinyin នៅពីលើទៅអ្នកទាំងអស់គ្នាអាចប្រកបអានបានហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចប្រកបបានអ្នកទាំងអស់គ្នាអាចអានបានគឺស្ថិតទៅលើចំណុចទី1នឹងឯងចឹងនៅចំណុចទី1ហ្នឹងអ្នកទាំងអស់គ្នាត្រូវសិក្សាអំពីព្យញ្ជនៈ
miên tầng ở chân nuôn mà phây bay tùa ọt khâu ấy bị khmái còn tại khmái dương miên chân nuôn sam sập bay tùa nhưng sao mà ọt cho bác thấy sao mà chia sẻ tí pi cứ sạ đôi tầng khmái đại tế đại sạ thì xa chân miên tầng ở chân nuôn mà phây bồn tùa tí buôn cứ sạ xóm ní bờ sân chiến này đặc nia từ roនៅក្នុង YouTube គឺអត់មានទេមានទាំងអស់ចំនួន11តួទី4គឺទី4ជាសំទោទី4គឺស្រៈពេញតួត្រូវទេណាស្រៈពេញតួមានទាំងអស់ចំនួន11តួអូខេចឹងបន្ទាប់ពីអ្នកនរគ្នាសិក្សា pin in នឹងហើយមានព្យញ្ជនៈដែលយើងត្រូវផ្សំវាជាមួយនឹងស្រៈយើងបានជាពាក្យហើយយើងត្រូវផ្សំជាមួយនឹងស្រៈផ្សំបានជាពាក្យសម្រាប់ស្រៈពេញតួគឺវាជាពាក្យផងវាជាស្រៈពេញតួផងយើងអត់មានការផ្សំទេចឹងនៅពេលយើងចេះ4នឹងហើយអ្នកនរគ្នាគឺអាចប្រកបអក្សរចិនដែលមានស៊ីងភាសាចិននៅខាងលើនឹងបានហើយអូខេចឹងចំណុចទី1នេះខ្ញុំសូមបូកជាមួយនឹងសំឡេងដូចគ្នាអ្នកនរគ្នាធ្លាប់ឮហើយអ្នកអត់ដែរសិក្សាភាសាចិនសោះប្រហែលជាធ្លាប់ឮគេនិយាយអំពីសំឡេងនៅក្នុងភាសាចិនចឹងនៅក្នុងភាសាចិនអ្នកនរគ្នាត្រូវសិក្សាសំឡេងដូចគ្នានោះគឺសំឡេងមានចំនួន4មានសំឡេងទី1គេហៅថាសំឡេងទី1ដែលវាមានរូបរាងរបស់វាដែរគឺទាញត្រង់នេះសំឡេងទី1សំឡេងទី2ចឹងសំឡេងទី2យើងគឺចាប់ពីក្រោមទាញឡើងទៅលើចេះអូខេសំឡេងទី3ដោយសញ្ញាគ្រីសសំឡេងទី4ពីលើចុះមកក្រោមអូខេចឹងនេះនៅក្នុងចំណុចទី1ហើយសូមអធិស្ឋានពាក់ព័ន្ធជាមួយនឹង Pin In តែពិតវាមានតែ4នេះទេព្យញ្ជនៈស្រៈផ្សំស្រៈពេញតួប៉ុន្តែខ្ញុំសូមបញ្ចូលសំឡេងនៅក្នុងនឹងដែរណាប៉ុន្តែបើយើងនិយាយតាមជាក់ស្ដែង Pin In គឺមានតែ4នឹងទេចឹងគាត់ខ្ញុំបញ្ចូលសំឡេងទៅក្នុងរ៉ូម៉ាំងទី1ធំនឹងដែរចឹងយើងបានបញ្ចប់អ្នកនរគ្នាបានយល់ហើយថាហេតុអ្វីបានយើងត្រូវសិក្សានៅរ៉ូម៉ាំងទី1ធំហ្នឹងរ៉ូម៉ាំងទី2ធំពីហួកអ្នកនរគ្នាត្រូវសិក្សាអំពីអ្វីពីហួកអ្នកនរគ្នាត្រូវសិក្សាអំពីគំនូសភាសាចិនអ្វីគឺជាគំនូសខ្ញុំសូមឧទាហរណ៍ថាអ្នកនរគ្នាប្រកាសជាឃើញអក្សរចិននេះអក្សរចិននេះចឹងអ្នកនរគ្នាឃើញថាគំនូសវានៅណាគំនូសគឺវានៅតាមរយៈអ្នកនរគ្នាគូសមិនអ្នកខ្ញុំគូសអានេះហ្នឹងហើយអានេះគេហៅគំនូសតោះមកអានេះអានឹងគំនូសមួយចឹងគំនូសដែលខ្ញុំបានគូសទាំងប្រហែលមិញហ្នឹងសិតតែមានឈ្មោះទាំងអស់គ្រាន់តែគេភាសាចិនគេហៅថាគំនូសប៉ុន្តែគំនូសនីមួយៗសិតតែមានឈ្មោះរបស់វាខ្ញុំឧទាហរណ៍ថាចំណុចនៅខាងលើអក្សរដែលខ្ញុំបានសរសេរមិញនេះគំនូសនឹងមួយនេះដែលយើងចុចបតក់នឹងមួយហ្នឹងគេហៅថាគំនូសអីគេហៅថាគំនូសទៀនចឹងចំណុចទី2នៃរ៉ូម៉ាំងទី2ធំហ្នឹងតើគំនូសមានចំនួនប្រមាណគំនូសគឺមានអាចច្រើនជាងអ្វីដែលខ្ញុំបានយកមកបរៀនអ្នកនរគ្នានៅនេះប៉ុន្តែខ្ញុំសូមឲ្យអ្នកនរគ្នាត្រឹមតែ28គំនូស
28 គំនូសអញ្ចឹងនៅក្នុង28គំនូសគឺមានគំនូសទៀននេះមួយដែលខ្ញុំបានឧទាហរណ៍អ្នកទាំងអស់គ្នានឹងអញ្ចឹងវាមានគំនូសជាច្រើនទៀតនៅ27គំនូសទៀតរូបរាងបែបមិនខ្លះអញ្ចឹងបន្ទាប់ពីអ្នកទាំងអស់គ្នាសិក្សាអំពីគំនូសចំនួន28គំនូសហើយអ្នកទាំងអស់គ្នានឹងងាយស្រួលនៅក្នុងការសរសេរអក្សរចិនគំនូសឲ្យអ្នកទាំងអស់គ្នារៀនគឺដើម្បីងាយស្រួលនៅក្នុងការសរសេរអក្សរចិនប៉ុន្តែអត់ទាន់ចប់ទេមិនមែនតែយើងសិក្សាអំពីគំនូសតែមួយទេដែលយើងអាចចេះសរសេរអក្សរចិនហ្មងហើយគឺនៅមានចំណុចទី3ចំណុចទី3ធំនេះមួយទៀតដែលវាបូកផ្សំជាមួយនឹងចំណុចទី2នេះវាបូកផ្សំគ្នាជាមួយចំណុចទី2អញ្ចឹងចំណុចទី3គឺរូបមន្តនៅក្នុងការសរសេរអញ្ចឹងចំណុចទី3ធំនេះគេនឹងប្រាប់អ្នកទាំងអស់គ្នាអំពីរបៀបនៅក្នុងការសរសេរថាតើបន្ទាប់ពីអ្នកគ្នាចេះគំនូសហើយឃើញថាគំនូសហ្នឹងគឺត្រូវតែទាញពីធម្មតាដល់ធម្មតាហើយអ្នកទាំងអស់គ្នាត្រូវតែរៀនអំពីការសរសេរពីណាទៅណាទៀតអញ្ចឹងខ្ញុំលម្អិតឲ្យអ្នកគ្នាម្ដងទៀតចំណុចទី2នៅក្នុងអក្សរចិនមួយខ្ញុំឧទាហរណ៍អក្សរនេះអក្សរហ្នឹងគេឲ្យយើងនេះយើងទាញអានេះហើយគេឲ្យយើងទាញមកស្ដាំចុះទៅក្រោមមកតែតាមពិតអ្នកទាំងអស់គ្នាក៏អាចទាញមិនចេះបានដែរត្រូវអត់ចឹងនៅពេលដែលអ្នកទាំងអស់គ្នាអត់ទាន់សិក្សាអំពីគំនូសអ្នកទាំងអស់គ្នាប្រកាសជាទាញបែបនេះនេះតែបន្ទាប់ពីអ្នកទាំងអស់គ្នាសិក្សាគំនូសហើយអ្នកទាំងអស់គ្នានឹងដឹងថាការទាញចំណុចទី1គឺចាប់ពីនេះហើយមកទី2មកទី2គឺយើងត្រូវទាញពីចំណុចនេះមកចំណុចនេះចុចមកក្រុមហ្មងដោយសារអីដោយសារតែចំណុចទី2នេះយើងកាត់ចុះមកហ្នឹងគឺជាគំនូសវាគឺគំនូសហ្នឹងគឺត្រូវតែទាញបែបហ្នឹងគឺត្រូវទាញត្រង់ហើយចុះមកក្រុមបែបហ្នឹងហ្មងគំនូសហ្នឹងគេហៅគំនូសមួយនៅក្នុងភាសាចិនគឺវាទាញបែបហ្នឹងអញ្ចឹងវាធ្វើឲ្យយើងដឹងថាតើអក្សរចិនហ្នឹងយើងអាចទាញពីធម្មតាមកស្គប់ធម្មតាទាញពីធម្មតាមកស្គប់ធម្មតាហើយវាបូកផ្សំជាមួយនឹងចំណុចទី4ធំគឺវាប្រាប់យើងពីរបៀបនៅក្នុងការសរសេរចាប់ផ្ដើមពីលើចុះមកក្រោមឬពីក្រោមឡើងលើអានេះខ្ញុំឧទាហរណ៍ណាឬក៏ពីឆ្វេងមកស្ដាំពីខាងក្រៅមកខាងក្នុងពីខាងក្នុងមកខាងក្រៅអាហ្នឹងសម្រាប់ចំណុចទី4ធំអាហ្នឹងខ្ញុំសូមលម្អិតត្រឹមហ្នឹងខ្ញុំគិតថាអ្នកនរគ្នាអាចនឹងយល់ហើយសម្រាប់ចំណុចទី4ធំចំណុចទី4ធំបន្ទាប់ពីអ្នកទាំងអស់គ្នានេះរៀននៅចំណុចទី1ធំនេះហើយចំណុចទី4ធំគឺជាចំណុចដែលអ្នកទាំងអស់គ្នាយកជញ្ជនៈយកស្រៈដែលគេផ្សំហើយមកស្រាប់ចេញជាពាក្យហើយតែគាត់ថាពាក្យហ្នឹងអត់ទាន់ពេញលេញទេអត់ទាន់ពេញលេញហ្នឹងមិនអត់ទាន់ពេញលេញដោយសារតែវាមិនទាន់មានសំឡេងនៅពីលើវាគេអញ្ចឹងខ្ញុំឧទាហរណ៍ថាវាបែបម៉េចគឺវាបែបនេះគឺវាបែបនេះអញ្ចឹងបន្ទាប់ពីសិក្សាភ្ជញ្ជនៈស្រៈហើយស្រៈផ្សំហើយអ្នកនរគ្នាមិនត្រូវយកភ្ជញ្ជនៈមកផ្សំជាមួយនឹងស្រៈដើម្បីឲ្យវាចេញជាពាក្យយើងអាចប្រកបអានបានអញ្ចឹងដោយសារតែអ្នកទាំងអស់គ្នាតាមបានរៀនអញ្ចឹងខ្ញុំសូមអត់ឡើងនេះតិចមានន័យថានេះគឺជាភ្ជញ្ជនៈហើយខាងលើនេះគឺជាស្រៈទាំងអស់អញ្ចឹងមានន័យថាគេយកភ្ជញ្ជនៈហើយគេយកស្រៈមកផ្សំចូលគ្នាហ្នឹងផ្សំឲ្យអ្នកទាំងគ្នាហើយស្រាប់ថានៅក្នុងភាសាចិនគឺមានប្រភេទពួកពាក្យបែបម៉េចខ្លះគេផ្សំបែបម៉េចខ្លះដើម្បីឲ្យអ្នកគ្នាយកមករៀនអានឲ្យហើយស្គាល់ឲ្យហើយដល់ពេលអ្នកទាំងគ្នាចូលទៅដល់ពាក្យបើសិនជាអ្នកគ្នាអត់ទាន់ចិត្តណាំទាំងអស់ទេអ្នកអាចប្រកបតែបើអ្នកទាំងអស់គ្នាបានរៀននៅក្នុងនេះហើយអស់អានហើយអស់ភាសាពីសាហើយពេលអ្នកនឹងឃើញវានៅលើអក្សរចិនអ្នកអាចអានយកហ្មងក៏បានដែរព្រោះយើងបានរៀនអានេះហើយអីតែបើយកតាមបានរៀនទេក៏យើងអាចប្រកបបានចឹងនៅក្នុងចំណុចមួយទៀតដែលខ្ញុំបានលម្អិតប្រាប់អ្នកទាំងអស់គ្នានោះគឺ Pinyin ភាសាចិន Pinyin
in ភាសាចិនដែលជា sing ភាសាចិនហ្នឹងគឺគេប្រើអក្សរអង់គ្លេសយកមករៀនវាដូចទៅនឹងអក្សរអង់គ្លេសមិនមែនជាការយកអក្សរអង់គ្លេសរៀនទេសុំទោសគឺវាដូចទៅនឹងអក្សរអង់គ្លេសយើងយកមកសិក្សានេះចឹងខ្ញុំឧទាហរណ៍នៅក្នុងព្យញ្ជនៈនេះព្យញ្ជនៈមួយតួមានអានេះហើយស្រៈខ្ញុំយកមួយតួមកអានេះចឹងព្យញ្ជនៈយើងមិន23តួខ្ញុំយកមួយតួមកហើយស្រៈយើងមាន24តួខ្ញុំយកមួយតួមកចឹងបន្ទាប់ពីយើងសិក្សាអានឹងហើយយើងយកអាពីរហ្នឹងមកផ្គុំចូលគ្នាបានឲ្យចេញជាពាក្យដូចតែខ្មែរយើងទេខ្មែរយើងព្យញ្ជនៈផ្សំមួយស្រៈឲ្យចេញជាពាក្យហ្នឹងហើយចឹងយើងបានចេញជាពាក្យតែពាក្យអត់តពេញលេញដូចខ្ញុំនិយាយមិញចឹងថាវាអត់តមានសំឡេងចឹងវាអត់តពេញលេញទេហើយสิ่งភាសាចិនហ្នឹងគឺគេយើងអាចនិយាយបានថាគឺដូចព្រៀងប្រើអក្សរអង់គ្លេសយកមករៀនចឹងគឺយើងប្រើអក្សរទូចខ្ញុំបញ្ជាក់ដល់អ្នកនរគ្នាភិងអ៊ីងភាសាចិនគឺប្រើអក្សរទូចទាំងអស់អត់ប្រើអក្សរធំទេដែលអ្នកនរគ្នាឃើញនៅលើសភៅពុំអក្សរធំហ្នឹងគឺខ្ញុំក៏មិនដឹងថាហេតុអីมันវាយមកចេញអក្សរធំដែរប៉ុន្តែជាក់ស្ដែងគឺគេប្រើអក្សរតូចទាំងអស់ចឹងអ្នកនរគ្នាកុំឆ្ងល់ថារៀនភាសាចិនដំបូងមិនបានទៅរៀនអក្សរអង់គ្លេសវិញមិនចឹងគេរៀនអក្សរចិនទេតែអត់ទេគឺមូលដ្ឋានគ្រឹះភាសាចិនគឺអ្នកទាំងអស់គ្នាត្រូវតែរៀនពួកនឹងសិនដែលជញ្ជនៈស្រៈផ្សំស្រៈពេញតួនឹងហើយពួកនឹងគឺដូចទៅនឹងអក្សរអង់គ្លេសនឹងឯងតែគ្រាន់ថាអានអត់ដូចអង់គ្លេសទេគឺអានខុសពីអង់គ្លេសណាគឺខុសទាំងស្រុងហ្មងគឺអត់ដូចគ្នាទេតែពេលដែលយើងរៀនមូលដ្ឋានគ្រឹះភាសាចិនហ្នឹងក៏វាអាចច្រឡំជាមួយនឹងអក្សរអង់គ្លេសដែរអញ្ចឹងវាមានផលពិបាកដែរហើយនៅក្នុងភាសាចិនចំណុចដែលពិបាកជាងគេគឺ pin in នឹងឯង pin in គំនូសក៏រៀងពិបាកដែររបៀបសេក៏វារៀងពិបាកដែរប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នារៀនចំណុចមូលដ្ឋានគ្រឹះនឹងចប់អ្នកទាំងអស់គ្នានឹងងាយស្រួលហើយចូលទៅដល់សៀវភៅដែលវាមានអក្សរចិនមានអីហ្នឹងអ្នកទាំងអស់គ្នានឹងងាយស្រួលនៅក្នុងការរៀនហើយអត់ដូចតែបើអ្នកទាំងអស់គ្នាអត់បានរៀន4ចំណុចធំហ្នឹងទេអ្នកទាំងគ្នាចូលទៅដល់សៀវភៅច្បាស់ណាស់គឺពិបាកពេលចូលទៅដល់សៀវភៅអ្នកទាំងអស់គ្នាអត់ដែលរៀនមូលដ្ឋានគ្រឹះសោះអ្នកទាំងអស់គ្នាច្បាស់ណាស់នឹងប្រើស៊ីងខ្មែរសរសេរឯងសរសេរមែនស្តៀងអាចចំណាំអានបានឯងប៉ុន្តែនៅពេលដែលអ្នកគ្នារៀនមូលដ្ឋានគ្រឹះភាសាចិនចប់អ្នកទាំងអស់គ្នាអត់ចេះអានអក្សរហ្នឹងហើយនៅពេលដែលគេអានអក្សរហ្នឹងឲ្យអ្នកស្ដាប់អ្នកទាំងអស់គ្នាអាចសរសេរ ping in អាចជាចំណុចទី1ធំហ្នឹងប្រកបចូលគ្នាមកសរសេរនៅលើអក្សរចិនហ្នឹងធ្វើឲ្យអ្នកទាំងអស់គ្នាអាចអានអក្សរចិនហ្នឹងបានហើយវាពិសេសត្រង់ថាឲ្យតែអក្សរចិនហ្នឹងនេះឲ្យតែអក្សរចិនហ្នឹងមាន ping in នៅខាងលើវាចេះហើយអ្នកទាំងអស់គ្នាបានរៀនមូលដ្ឋានគ្រឹះចប់បានរៀនអំពីរបៀបប្រកបចប់នោះអ្នកទាំងអស់គ្នាទោះបីជាពាក្យនឹងថ្មីមិនក៏ដោយឲ្យតែមាន ping in នៅខាងលើអ្នកទាំងអស់គ្នាអាចអានបានទាំងអស់អានតាមរយៈការប្រកបគ្រាន់តែវាត្រូវឬក៏ខុសអានយើងអត់តាន់ច្បាស់ទេចង់ឲ្យត្រូវយើងអានទៅហើយយើងសួរគេទៅឬក៏យើងសម័យបច្ចុប្បន្នគឺមានតាមរយៈទូរស័ព្ទច្រើនអ្នកនរគ្នាអាចវាយទៅហើយឲ្យវាអានអ្នកគេចុចកន្លែងវាអានទៅអ្នកនរគ្នាអាចផ្ទៀងផ្ទាត់បានថាអ្នកនរគ្នាអានត្រូវឬក៏ខុសព្រោះទោះបីជាយើងចេះ ping in ចប់ក៏យើងមិនអាចថាយើងប្រកបទៅត្រូវទាំងអស់ដែរតែ 80% គឺអ្នកនរគ្នាប្រកបត្រូវឲ្យតែអ្នកនរគ្នាប្រកបព្យញ្ជនៈអានឲ្យច្បាស់ស្រៈអានឲ្យច្បាស់ស្រៈផ្សំអានឲ្យច្បាស់ទើបអ្នកប្រកបទៅវាមិនខុសតែអ្នកទាំងអស់គ្នារៀនហើយតែដល់ពេលប្រកបបែរជាច្រឡំពចេញពណ៌ឬក៏ចេញអីផ្សេងទៅដល់ប្រកបទៅប្រកាសជាខុសហើយពេលដែលប្រកបហ្នឹងអ្នកអង្គត្រូវតែប្រយ័ត្នប្រយែងដែរប្រកបពេលអ្នកគ្នាអានព្យញ្ជនៈត្រូវតែអានឲ្យច្បាស់អានស្រៈត្រូវតែអានឲ្យច្បាស់ទើបពេលដែលអ្នកប្រកបវាចូលគ្នាទើបវាអត់ខុសពីហេចឹងខ្ញុំមានតែប៉ុណ្្នឹងទេសម្រាប់ការយល់ធូរមុននឹងយើងចូលទៅដល់រៀន
រៀនមេរៀនយើងគឺយើងត្រូវតែស្វែងយល់អំពីចំណុច4ធំសិនដើម្បីកុំឲ្យអ្នកទាំងអស់គ្នាលេងចូលទៅដល់ឆ្ងល់ថាមិនបានរៀនអង់គ្លេសវិញខ្ញុំខែងរៀនចិននេះចឹងបន្ទាប់ពីអ្នកនរគ្នាបានស្ដាប់4ចំណុចហ្នឹងហើយអ្នកនរគ្នាមិនឆ្ងល់ទៀតទេអ្នកនរគ្នាអាចរៀនតាមសម្រួលមុននឹងយើងឈានចូលទៅដល់សៀវភៅរៀនអក្សរចិនចឹងសម្រាប់មូលដ្ឋានគ្រឹះភាសាចិនហ្នឹងមិនមែនរៀនមួយថ្ងៃមួយអាទិត្យចាប់បានទេគឺច្រើនបើសិនជាខ្ញុំបរៀននៅសាលាក្រៅម៉ោងក៏គេកំណត់3ខែដែរសម្រាប់មនុស្សធំណា3ខែហើយវាច្រើនសិស្សគឺបោះបង់ចោលនៅក្នុងចំណុចនឹងឯងដោយសារតែវាមានផលពិបាកច្រើនដែរចឹងបើសិនជាអ្នកទាំងអស់គ្នាបដិញ្ញាថារៀនភាសាចិនសូមតស៊ូខ្លាំងមែនទែនធ្វើមិនឲ្យផុតនៅក្នុងដំណាក់កាលមូលដ្ឋានគ្រឹះហ្នឹងអ្នកទាំងអស់គ្នានឹងស្រួលហើយពេលចូលទៅដល់សៀវភៅអូខេអរគុណប៉ុណ្ណឹងចុះចៃជៀនជម្រាបលាយើងនឹងជួបគ្នានៅវីដេអូក្រោយពាក់ព័ន្ធជាមួយនឹងមេរៀនហើយយើងនឹងសិក្សាអំពីភ្ជញ្ជនៈនៅក្នុងរ៉ូម៉ាំងទី1ធំអូខេបាយបាយ